ហើយសុំទោសមិនបានចេញមកបញ្យល់ដូចចេះរាល់ថ្ងៃទេមិនបានត្រូវថាកន្លែងនេះត្រូវធ្វើដោះមិនអីមិនទេសភាពការវិវត្តប្រែប្រួលហើយសូមឲ្យបងប្អូនជាពិសេសតាមបណ្ដាប្រព័ន្ធបណ្ដាញសង្គមដែរបន្តិចបន្តិចយកអានេះមកបង្ហោះបន្តិចបន្តិចយកអាគេវាយផ្ទះនៅភូមិមានៅអីនោះយកមកថាអានឹងគេវាយនៅនេះអារឿងកើតមាន1ខែ2ខែហើយយកមកទាំងទំកើតថ្ងៃ20ខែដុល្លារអាគេឈូស20គីឡូ10គីឡូនៅក្នុងកន្លែងគេសោះថាអានឹងគេឈូសយកយើងចូល10គីឡូអានឹងបង្កើតរឿងរាជរដ្ឋាភិបាលដូចនិយាយគ្នាទៅកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ការពារជាតិរបស់យើងការពារប្រជាជនរបស់យើងហើយរកដំណោះស្រាយនៅក្នុងការដោះស្រាយនេះដោយមិនមានលះបង់អ្វីនៅសិទ្ធិស្របច្បាប់របស់កម្ពុជានោះទេ